សេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែមេសានិងខែឧសភាឆ្នាំ2025យោងអនុក្រឹត្យលេខ314អនុក្របកចុះថ្ងៃទី30ខែធ្នូឆ្នាំ2024ស្តីពីការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568និងពិធីបុណ្យជុំបិណ្ឌឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ក្រសួងមុខងារសាធារណៈមានកិត្តិយសសូមជម្រាបជូនសម្ដេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្តលោកស្រីអភិបាលនៃគណៈអភិបាលក្រុងស្រុកខណ្ឌប្រធានមន្ទីរនិងអង្គភិបពាក់ព័ន្ធមេត្តាជ្រាបថានៅក្នុងខែមេសាឆ្នាំ2025នេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ចំនួន 50,000 រៀលក្នុងម្នាក់ជូនដល់មន្ត្រីរាជការសេចក្តីដូចបានជម្រាបជូនខាងលើសូមគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដំណើរគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុបប្រចាំខែមេសាតែមួយលើកឲ្យបានដល់សម័យជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី11ខែមេសាឆ្នាំ2025នឹងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី1សម្រាប់ខែឧសភាឆ្នាំ2025ឲ្យបានក្នុងសប្តាហ៍ទី1នៃខែឧសភានិងលើកទី2ឲ្យបានក្នុងសប្តាហ៍ទី3នៃខែឧសភាជូនមន្ត្រីរាជការរបស់ខ្លួនដោយឡែកការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែមិថុនាឆ្នាំ2025សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមានក្រសួងមុខងារសាធារណៈសង្ឃឹមថាសម្ដេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្តលោកស្រីអភិបាលនៃគណៈអភិបាលក្រុងស្រុកខណ្ឌប្រធានមន្ទីរនិងអង្គភិបពាក់ព័ន្ធសូមចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ថ្ងៃអង្គារ600ខែមិញឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី18ខែកុម្ភៈឆ្នាំ2025ឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈហត្ថលេខានឹងត្រាហ៊ុនម៉ាណីតារា Cambodia News